បន្ទាប់ពីព្រមព្រៀងឈប់បាញ់គ្នារដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃបានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីជួបប្រមុខការទូតចិនលោកវ៉ាងជីពីថ្ងៃទី28ដល់29ខែធ្នូឆ្នាំ2025នៅខេត្តយូណានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានហៅជំនួបនេះថាកិច្ចប្រជុំត្រីភាគីរវាងកម្ពុជាថៃនិងចិនដែលធ្វើឡើងតាមការអញ្ជើញរបស់លោកវ៉ាងជីរដ្ឋមន្ត្រីការបរទេសចិនរហស្សនាមកញ្ជ្រោងប្រាក់ពីកម្ពុជាលោកប្រមុខការទូតប្រាក់សុខុននឹងចូលរួមពីប្រទេសថៃកាសែតខៅសូតរាយការណ៍ថារដ្ឋមន្ត្រីការបរទេសលោកស៊ីហាសាក់ភូមិកែតកៅនឹងមានវត្តមានភាគីទាំង3នឹងពិភាក្សាពីការវិវត្តថ្មីនេះនៃស្ថានភាពព្រំដែនកម្ពុជាថៃក្រោយមានបទឈប់បាញ់បន្ទាន់រយៈពេល72ម៉ោងរាប់ពីម៉ោង12ថ្ងៃត្រង់ទី27ខែធ្នូឆ្នាំ2025ក្រសួងការបរទេសកម្ពុជារំពឹងថាជំនួបនេះនឹងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃកាត់បន្ថយភាពតានតឹងនិងស្ដារឡើងវិញនូវសន្តិភាពនិងស្ថិរភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃលោកកិនភៀអ្នកវិភាគកិច្ចការអន្តរជាតិនិងនយោបាយលើកឡើងថាចិនកោះប្រជុំត្រីភាគីពេលនេះដើម្បីបង្ហាញពីឥទ្ធិពលរបស់ចិននៅក្នុងតំបន់ផងនិងដើម្បីការពារផលប្រយោជន៍របស់ចិននៅក្នុងប្រទេសទាំងពីរផងពីព្រោះប្រសិនបើសង្គ្រាមនៅតែបន្តឥទ្ធិពលរបស់ចិននៅក្នុងតំបន់នឹងថមថយឥទ្ធិពលមហាអំណាចនិងអំណាចកណ្ដាលផ្សេងទៀតកាន់តែរីកធំហើយសង្គ្រាមក៏កាន់តែស្មុគស្មាញផងដែរទោះយ៉ាងណាលោកកិនភៀមិនសូវមានសុទិដ្ឋិនិយមប៉ុន្មានទេចំពោះបទឈប់បាញ់នេះដោយលោកយល់ថាភាគីថៃគ្មានឆន្ទៈគ្មានភាពស្មោះត្រង់និងគ្មានការបដិញ្ញាចិត្តការចរចាគ្រាន់តែជាយុទ្ធសាស្ត្ររបស់ថៃប្រើដើម្បីទិញពេលវេលាលេបត្របាក់ទឹកដីខ្មែរពង្រឹងឯកភាពផ្ទៃក្នុងនិងពង្រៀងចំនួននយោបាយតែប៉ុណ្ណោះសូមបញ្ជាក់ថាមុនឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល72ម៉ោងនេះប្រទេសចិនសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីគឺជាតួអង្គសំខាន់នៅក្នុងការជំរុញឲ្យប្រទេសទាំងពីរទម្លាក់អាវុធឈប់ប្រយុទ្ធក្រោយសង្គ្រាមអូសបន្លាយអស់ពេល21ថ្ងៃជាការប្រយុទ្ធដែលបណ្ដាលឲ្យពលរដ្ឋស៊ីវិលកម្ពុជាស្លាប់31នាក់របួស91នាក់នៅប្រទេសថៃពលរដ្ឋស៊ីវិលត្រូវបានរាយការណ៍ថាបានស្លាប់ចំនួនជាង30នាក់ដូចគ្នាខ្ញុំរស់សុធាពី News Today NTTV Let's go. The new Forge territory.